con mày riêng vật chia sầm đập lòng cho biết cái này riêng rồi nữ riêng hỏi mày trong mà mi số lang vĩnh nè bạn ta chụp phục tị 4 mày riêng tị 3 mình chụp lòng chơi đội mà đạch chấm phục tí 4 mê riêng tí 3 mình chấm nong trên tha sầm nong bồ ràn ồ lọ ta pre bà rom mà đi chụp vén sẽ thật nơi chụp lệch nè pre bà rom đi chụp vén sẽ thật nơi chụp lệch prasad nơi tuần lễ buôn mốc cứ tuần lễ mấy con lơ tuần lễ mấy con crom tuần lễ bà sạ nong tuần lễ sạp nè lọ ta sầm nong ní có sang láng chụp nón phần màn lực សំណង់នេះកសាងឡើងចំនួន2លើកលើកទី1នៅឆ្នាំ1434ដោយព្រះបាទពញ្ញាយ៉ាតនិងលើកទី2នៅឆ្នាំ1866ដោយព្រះបាទនរោត្តម Wow ល្អណាស់តើនៅក្នុងព្រះបរមរាជវាំងមានប្រាសាទចំនួនប៉ុន្មាន នៅក្នុងព្រះបរមរាជវាំងមានប្រាសាទចំនួន11 អូហើយមានកំពែងព័ទ្ធជុំវិញនិងមានទ្វារចំនួនប៉ុន្មាន មានកំពែងព័ទ្ធជុំវិញនិងមានទ្វារចំនួន5 Wow good ចូលដល់ផ្ទះកឹងតើផ្ទះកឹងជាសំណង់ធ្វើពីឈើអ្វី ផ្ទះកឹងគឺជាសំណង់ធ្វើពីឈើប្រណិត ផ្ទះកឹងមានដំបូលប៉ុន្មានថ្នាក់ ផ្ទះកឹងមានដំបូល2ថ្នាក់ ថ្នាក់លើមានស្លាបប៉ុន្មាន ថ្នាក់លើមានស្លាប ដំបូល មានស្លាបដំបូល2និងថ្នាក់ក្រោមមានស្លាបដំបូល6 យោល្អចុះផ្ទះហ្នឹងមានសសរកណ្ដាលចំនួនប៉ុន្មានជួរ ផ្ទះនេះមានសសរកណ្ដាលចំនួនភព អីទៅទៀត បាទ ផ្ទះកឹងសង់ឡើងតាំងពីសម័យណា ផ្ទះកឹងសង់ឡើងតាំងពីសម័យអង្គរ អូល្អតើសំណង់ព្រះវិហារភ្នំដូនពេញធ្វើអំពីអ្វី សំណង់ព្រះវិហារភ្នំដូនពេញធ្វើ ដំបូលដំបូលដងទៀតត្រូវហើយដំបូងដងទៀតតើសំណង់ព្រះវិហារភ្នំដូនពេញដំបូងធ្វើពីឈើអ្វី សំណង់ព្រះវិហារភ្នំដូនពេញដំបូងធ្វើមកពីឈើកគី អូសាងសង់ឡើងដូចផ្ដើមសាងសង់ដោយដូនពេញហើយសាងសង់ឡើងដោយអ្នកណាហើយនៅឆ្នាំណា សាងសង់ឡើងដោយដូនពេញនៅឆ្នាំ1372 អូល្អហើយត្រូវជួសជុលកែលម្អឡើងវិញនៅក្នុងឆ្នាំណា ត្រូវជួសជុលកែលម្អវិញនៅឆ្នាំ1434ដោយព្រះបាទពញ្ញាយ៉ាត ចាល្អណាស់ចុះសារៈមន្ទីររោងដំរីកសាងនៅក្នុងឆ្នាំណា សារៈមន្ទីររោងដំរីកសាងនៅឆ្នាំ1892 ចាគេធ្វើឡើងដើម្បីអ្វី គេធ្វើឡើងដើម្បីចិញ្ចឹមដំរីនិងទុក ដាក់គ្រឿង បំពាក់ ដំរី អូខេចុះគេដាក់គ្រឿងបំពាក់ដំរីដាក់ដំរីហ្នឹងដើម្បីទុកធ្វើអី គេដាក់គ្រឿងបំពាក់ដំរីហ្នឹងដើម្បីទុកសម្រាប់ពិធីផ្សេងៗ ហែក្បួន ហើយ អូខេចុះសំណង់សារៈមន្ទីររោងដំរីហ្នឹងត្រូវបានកែលម្អឡើងវិញនៅឆ្នាំណា សំណង់សារៈមន្ទីររោងដំរីត្រូវបានកែឡើងវិញនៅឆ្នាំ1996 ដើម្បីអ្វី ដើម្បី តាំងបង្ហាញ តាំងបង្ហាញ ប្រពៃណី និងទំនៀមទម្លាប់របស់ ខ្មែរ យើង អូខេម៉ានេទីអូច្រើនណាស់